គាត់ត្រូវបានគេស្គាល់នៅក្នុងពិភពខាងក្រៅថាជាមេដាវ9ផ្នែកពួកគេមិនដឹងតតែសោះថាវូលៀនមិនទាន់យល់អំពីមូលដ្ឋានគ្រឹះនៃបច្ចេកទេសដាវ9ផ្នែកពេញមួយជីវិតរបស់គាត់ដោយយល់បានតែបច្ចេកទេសដាវដំបូងប៉ុណ្ណោះហាងយីត្រឡប់មកវិញតើបច្ចេកទេសដាវ9ផ្នែកនេះជាអ្វីឲ្យប្រាកដពាក្យចាំអារម្មណ៍ថាគ្រូដាវ9ផ្នែកគ្រប់គ្រងផ្លូវសួនខាងកើតជាមួយនឹងបច្ចេកទេសដាវ9ផ្នែករបស់គាត់ដោយមិននឹកស្មានដល់គាត់យល់បានតែរឿងមួយប៉ុណ្ណោះនេះពិតជាសៀវភៅណែនាំមកចូលខ្មោចមែនគេនិយាយថាសៀវភៅនេះកត់ត្រាចំនួនអ្នកទោសជាច្រើនដើម្បីទទួលបានសៀវភៅនេះពេលក្រុមវីឆ្មក់មកដល់វាពិតជានឹងមានវឌ្ឍនភាពយ៉ាងឆាប់រហ័សយល់ពោមសៀវភៅនោះគឺសម្រាប់អ្នកខ្ញុំនឹងរក្សាបច្ចេកទេសដាវកម្រិតទី9នេះអ្នកដើរឆ្លងកាត់ខ្ញុំជំពាក់អ្នកមួយលើកនេះខ្ញុំពិតជានឹងតបស្នងអ្នកវិញនៅពេលដែលខ្ញុំមានឱកាសនាពេលអនាគតនោះយើងនឹងនិយាយអំពីរឿងនោះនៅពេលក្រោយយើងនឹងនិយាយអំពីវានៅពេលក្រោយខ្ញុំមិនអាចគិតអ្វីដើម្បីសងអ្នកវិញបានទេឥឡូវនេះយល់ពោមចូលយើងរកមើលច្រកចេញណាមួយនៅក្បែរនោះបងស្រីច្បងរបស់ខ្ញុំមិនបានតាក់ទងមកខ្ញុំបារម្ភពីនាងបន្តិចជូគឺដាក់កាត់នៅទីនេះតោះចេញទៅខាងក្រៅចាប់តាំងពីអ្នកបានជ្រើសរើសមរតករបស់ខ្ញុំបន្ទាប់មកខ្ញុំនឹងហ្វឹកហាត់បច្ចេកទេសដាវដំបូងរបស់ខ្ញុំគឺបច្ចេកទេសកាត់ដាវបើមនុស្សម្នាក់មិនដាំដុះបន្ទាប់មកសូមឲ្យយើងចំណាយពេលពេញមួយជីវិតរបស់យើងជាមួយគ្នាក្នុងដំណេកដ៏អស់កលឹបជានិច្ចអ្នកគឺជាម្ចាស់ដាវ9ផ្នែកខ្ញុំត្រូវបានគេស្គាល់នៅក្នុងពិភពខាងក្រៅថាជាមេដាវ9ប៉ុន្តែខ្ញុំស័ក្តិសមនឹងត្រូវបានគេហៅថាជាមេដាវយុវជនអ្នកជាមនុស្សឆ្លៀតឱកាសពួកគេបានបំបែកទម្រង់9ស្រទាប់របស់ខ្ញុំជាមួយនឹងគុជខ្យងបំបែកទម្រង់បន្ទាប់មកស្នាក់នៅទីនេះជាមួយខ្ញុំជារៀងរហូតដល់ព្រលឹងខ្ញុំរលាយបាត់ទៅការបំបែកទម្រង់នឹងដោះស្រាយអ្វីគ្រប់យ៉ាងតើធ្វើដូចម្ដេចទើបអាចហៅថាឱកាសនិយមខ្ញុំមានច្រើនជាងគ្រាន់តែជាស្រទាប់នៃទម្រង់វាតម្រូវឲ្យរងចាំអ្នកជំនាញខាងដាវដែលមានទេពកោសល្យខាងឈាមខ្លាំងដើម្បីធ្វើជាម្ចាស់លើបច្ចេកទេសដាវលំដាប់ទី9ទុកឲ្យខ្ញុំដោះស្រាយចំណងនេះនៅក្នុងចិត្តខ្ញុំប៉ុន្តែតើមនុស្សម្នាក់ដែលមានពូជឈាមគ្មានតម្លៃបែបនេះអាចបណ្ដុះជំនាញដាវលំដាប់ទី9បានដោយរបៀបណាដរាបណាមនុស្សម្នាក់ចេះដាំដាវពួកគេអាចអនុញ្ញាតឲ្យសាមញ្ញណាស់តើអ្នកចង់មានន័យយ៉ាងណាដោយពាក្យថាសាមញ្ញមិនអីទេចាប់តាំងពីអ្នកនិយាយថាវាសាមញ្ញដរាបណាអ្នកអាចដាំដុះវាបានខ្ញុំនឹងផ្ដល់ឱកាសដ៏អស្ចារ្យដល់អ្នកល្អខ្ញុំមានធ្មវិញ្ញាណថ្នាក់ទាបចំនួន3000នៅលើខ្លួនខ្ញុំបដិសេធមិនជឿថាវាមិនអាចជួយដោយដាវលើកដំបូង3000ឆ្នាំមុនខ្ញុំទើបតែចាប់ផ្ដើមយល់អំពីបច្ចេកទេសដាវនេះបោះជំហានចូលទៅក្នុងខ្លួនដាវតែនោះគួរតែគ្រប់គ្រាន់ហើយក្មេងតើខ្ញុំមិនបាននិយាយវារួចហើយទេអ្នកអាចទទួលបានជោគជ័យបានលុះត្រាតែចេះស្ទាត់ជំនាញដាវតែការវាដោយដាវលើកដំបូងប៉ុណ្ណោះទើបអាចអនុញ្ញាតឲ្យមនុស្សម្នាក់ចាក់ចេញបានដកខ្លួនអ្វីបងប្រុសអ្នកពិតជាបានរៀនពីរបៀបបញ្ឈប់សង្គ្រាមមិនអាចទៅរួចតើវាមានរយៈពេលប៉ុន្មានហើយហេតុអ្វីវាជាការអាណិតមួយស្ទាត់ជំនាញតែបច្ចេកទេសដាវដំបូងប៉ុណ្ណោះប្រសិនបើខ្ញុំមានសមត្ថភាពជាងនេះប្រហែលជាខ្ញុំអាចកាន់តែរឹងមាំខ្ញុំបានអនុវត្តក្បាច់គុណដាវពេញមួយជីវិតរបស់ខ្ញុំគាត់មានការយល់ដឹងកម្រិតខ្ពស់បំផុតទាក់ទងពីលើពូជឈាមថ្នាក់ទី8វាបានចំណាយពេលជាង30ឆ្នាំជាចុងក្រោយសិល្បៈនៃការបញ្ឈប់សង្គ្រាមត្រូវបានដង្ហើមនៃការដាំដុះត្រឹមតែ12ដង្ហើមគាត់បាននិយាយថាគាត់មានការយល់ដឹងមិនល្អហេតុអ្វីសូមប្រាប់ខ្ញុំអ្នកកំពុងធ្វើអ្វីតើលោកអាចទទួលយកខ្ញុំជាសិស្សរបស់លោកបានទេតើអ្នកកំពុងធ្វើអ្វីតើអ្នកអាចយកខ្ញុំជាសិស្សរបស់អ្នកបានទេអ្នកមានទេពកោសល្យដ៏អស្ចារ្យបែបនេះពិតជាអាចស្ទាត់ជំនាញដាវកាត់ម្រាមដៃបានភ្លាមនោះពិតជានឹងអនុញ្ញាតឲ្យមនុស្សម្នាក់បណ្ដុះដាវនៃការលះបង់បានយ៉ាងងាយស្រួលខ្ញុំគ្រាន់តែសូមឲ្យអ្នកបង្រៀនខ្ញុំនៅចលនាមួយនេះវាអាចជួយខ្ញុំដោះស្រាយជម្លោះខាងក្នុងរបស់ខ្ញុំដោយសន្តិភាពខ្ញុំមិនអាចបង្រៀនអ្នករឿងនេះបានទេប៉ុន្តែខ្ញុំអាចសន្យានឹងអ្នកអំពីរឿងនោះខ្ញុំពិតជានឹងធ្វើជាម្ចាស់លើបច្ចេកទេសដាវទាំង9កម្រិតបង្កើនកិត្យានុភាពរបស់អ្នកហាជាន់ខ្ពស់
អ្នកមិនបានត្រឡប់ក្រោយពាក្យរបស់អ្នកអំពីឱកាសដ៏អស្ចារ្យដែលអ្នកបានលើកឡើងពីមុនទេមែនទេជ្រៅនៅក្នុងអាណាចក្រសម្ងាត់ខេងមិញមានរូងភ្នំមួយសម្បុកអាយុវែងដែលលេចឡើងក្នុងអាណាចក្រសម្ងាត់នេះរៀងរាល់5ឆ្នាំម្ដងគឺមានទំនាក់ទំនងជាមួយរូងភ្នំនោះតើមានអ្វីនៅក្នុងរូងភ្នំនេះខ្ញុំក៏មិនប្រកាសទាំងស្រុងដែរប៉ុន្តែខ្ញុំដឹងទេពកោសល្យរបស់ខ្លួនកាន់តែខ្ជិះខ្ជាយឱកាសក្នុងការទទួលបានឱកាសល្អដូចអ្នកប្រហែលជាមិនចាំបាច់គិតអំពីវាទេពួកគេអាចត្រឡប់មកវិញដោយដៃទេបានតែចង់ចាប់យកឱកាសដ៏អស្ចារ្យតើអ្នកនឹងយកមនុស្សឥតប្រយោជន៍មកជាមួយមែនទេអ្វីទាំងអស់ដែលខ្ញុំអាចនិយាយបានអណ្ដូងជាន់ខ្ពស់បន្ទាប់មកយុវជននេះនឹងចាក់ចេញឥឡូវនេះខ្ញុំនឹងមកជួបអ្នកម្ដងទៀតនៅពេលដែលខ្ញុំមានពេលខ្ញុំស្ងប់សុខមិនយូរប៉ុន្មានអំណាចនៃព្រលឹងនឹងរលាយបាត់ទៅសង្ឃឹមថាអ្នកអាចធ្វើការសន្យារបស់អ្នកបង្កើតឈ្មោះសម្រាប់បច្ចេកទេសដាវ9ផ្នែកទុកឲ្យខ្ញុំទៅតើឈីសែនជាគួរធ្វើអ្វីដោយវិធីទៅរកអ្នកដាកាត់ទីបំផុតអ្នកបានចេញមកហើយអ្នកដាកាត់ខ្ញុំសង្កេតឃើញថាអ្នកមិនទាន់ចេញមកនៅឡើយទេប៉ុន្តែវាត្រូវបានរារាំងដោយកម្លាំងដែលមើលមិនឃើញតើមានអ្វីកើតឡើងពិតប្រាកដនៅខាងក្នុងប្រហែលជាខ្ញុំបានឃើញខ្មោចមានអ្វីខុសអូទេខ្ញុំយកត្រូវបានចាប់ខ្លួនដោយឈូសែនជាស៊ូសានជាធុញទ្រាន់នឹងការរស់នៅទុកឲ្យខ្ញុំទៅបងស្រីច្បងអ្នកពិតជាបានមកមែនអ្នកដាកាត់ដោះលែងបងស្រីច្បងរបស់ទៅរួចលុះត្រាតែអ្នកសុំឲ្យគាត់អាម៉ាស់មុខបើមិនដូច្នោះទេខ្ញុំនឹងសម្លាប់គាត់អ្នកដំណើរម្នាក់បាននិយាយថាអ្នកមានសំណាងណាស់មានអ្វីកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបានកន្លងផុតបន្ទាប់មកការផ្ទុះឡើងនៃសំណើមមួយទៀតបានកើតឡើងចូលយើងត្រឡប់ទៅមើលវិញវាជាអាណាចក្រសម្ងាត់របស់ទីបេសំណើមកើតឡើងម្ដងរៀងរាល់5ឆ្នាំម្ដងការរញ្ជួយដីដ៏ធំមួយទៀតបានកើតឡើងវាត្រូវតែតាក់ទងនឹងរូងភ្នំនោះភ្លាមនោះគាត់បានទៅស៊ើបអង្កេតអាណាចក្រសម្ងាត់នោះការបើករូងភ្នំរបស់អ្នកខ្លាំងវាអាចនឹងធ្វើឲ្យនិកាយធំទាំង4មានការញាប់ Five Ghost Rose ទៅជាមួយអ្នកប្រសិនបើអ្នកជួបអ្នកដែលឆ្លងកាត់ទុកឲ្យគាត់រកឱកាសសម្រាប់គាត់ចុះកូនសៅមួយត្រូវបានរកឃើញនៅលើគាត់ចូលយើងបន្តការប្រយុទ្ធគ្នារវាងអ្នកដែលឆ្លងកាត់តាមពិតពួកគេសម្រេចចិត្តប្រយុទ្ធរហូតដល់ស្លាប់នៅទីនេះជឿសែនជាអ្នកមិនគួរមានចិត្តក្រអឺតក្រទុំនោះទេខ្ញុំជាអ្នកដែលឆ្លងកាត់លែងជាអ្នកដែលឆ្លងកាត់ដូចពីមុនទៀតហើយព្រះនាងតូចអ្នកគួរតែយកបងស្រីច្បងឈីនយូហើយចាក់ចេញយ៉ាងលឿនអ្នកដែលឆ្លងកាត់អ្នកត្រូវប្រយ័ត្នស្រមុករបៀបប្រយុទ្ធជាមួយខ្ញុំរហូតដល់ស្លាប់អ្នកមិនខ្លាចខ្ញុំនឹងបង្វែរស្ថានភាពមកលើអ្នកទេអ្នកជាសិស្សរបស់ពួកបរិសុទ្ធខ្ញុំចង់សម្លាប់អ្នកនេះជាមធ្យោបាយតែមួយគត់ខ្ញុំនឹងសម្លាប់អ្នកនៅចំពោះមុខមនុស្សគ្រប់គ្នាសូម្បីតែពួកបរិសុទ្ធវាមិនយុត្តិធម៌ទេក្នុងការស្ដីបន្ទោសគ្រួសារខឹសល្អបន្ទាប់មកចូលយើងតស៊ូរហូតដល់ស្លាប់បន្ទាយលីងស៊ីទី1តើនោះជាកម្លាំងទាំងអស់ដែលអ្នកមានមែនទេបាត់ឈប់បាញ់តើមនុស្សឥតប្រយោជន៍ម្នាក់នេះអាចយល់យ៉ាងដូចម្ដេចបានអ្នកដៅឲ្យខ្ញុំនឹងសម្លាប់អ្នកការស្លាប់នៅតុលាការនេះជារឿងឯកជនរវាងខ្ញុំនិងឈូសែនជាតើនេះមានអ្វីពាក់ព័ន្ធនឹងអ្នកស៊ូសានជាគឺជាសិស្សលេខ1របស់ខ្ញុំមកពីនិកាយ10000អ្នកហ៊ានសម្លាប់គាត់តើខ្ញុំអាចឈរស្ងៀមដោយរបៀបណាឈូចាល្អអៃដឺជូគឺជាម្ចាស់នៃ Cloud Harmonium មិនអាចទ្រាំទ្រនឹងចលនារបស់ Gaia-Fan សូម្បីតែមួយជំហានឡើយកម្លាំងរបស់ពួកគេពិតជាអស្ចារ្យណាស់ថ្ងៃនេះខ្ញុំនឹងសម្លាប់អ្នកដាកាត់សងសឹកឈូសែនជាតើអ្នកណាហ៊ានបញ្ឈប់ខ្ញុំកុំបង្ហាញមេត្តាករុណាមករកខ្ញុំប្រសិនបើអ្នកមានបញ្ហាបើខ្ញុំមិនស្លាប់ថ្ងៃនេះទេសេចក្តីស្លាប់គឺជាអ្នកមនុស្សឥតប្រយោជន៍ម្នាក់ដែលឡើងកាន់អំណាចដោយសារតែទឹកដីបុរាណនៃអណ្ដាតអូតតើគាត់ពិតជាគិតថាគាត់ជាមនុស្សពូកែមែនទេតើអ្នកពិតជាគិតថាអ្នកអាចបណ្ដុះជំនាញទៅកាន់ឋានសួគ៌សមុទ្រដោយ5រដូវពីដែនដីបុរាណអណ្ដាតអូតបានមែនទេគ្រីសវូអ្នកធុញទ្រាន់នឹងការរស់នៅអ្នកហ៊ានស្រូបយកអំណាចនៃនិកាយឈីងយុនរបស់ខ្ញុំនៅចំពោះមុខនិកាយធំទាំងអស់សិស្សរបស់ខ្ញុំប្រសិនបើអ្នកអាចទប់ទល់នឹងចលនាទាំង3របស់ខ្ញុំនៅថ្ងៃនេះអាចរស់រៀនមានជីវិតខ្ញុំនឹងលើកលែងទោសឲ្យអ្នកឌីងឈីងយ៉ាវអ្នកនៅតែគិតថាខ្ញុំជាវូតាំងពីពេលរាប់ពាក់មែនទេដំបូងខ្ញុំបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់គោលដៅគឺដើម្បីយកឈ្នះអ្នក
មាននរណាម្នាក់សម្រាប់ឈឺសែងជាទោះបីជាអ្នកមកថ្ងៃនេះក៏ដោយខ្ញុំក៏បានសម្រាប់គាត់ដែរមែនហើយអនុញ្ញាតឲ្យវិជីចលនារបស់អ្នកនឹងមិនដំណើរការលើខ្ញុំទេតើនេះជាវិធីសាស្ត្រប្រភេទអ្វីវាជារបស់ដ៏ពិសេសបំផុតនៅក្នុងលោកជំនាញកម្ពុជាគឺជាបច្ចេកទេសសម្ងាត់កម្រិតទាបដ៏ល្បីល្បាញមួយមកពីឋានសួគ៌តាមខ្យល់កូលាន់ទឹកនិងភ្លើងការប្រើប្រាស់អំណាចនៃពិភពលោកដើម្បីសម្លាប់និងបំផ្លាញស្ថានភាពនៃស្ថានសួគ៌ជាវថែមទាំងអាចបណ្ដុះបណ្ដាលបច្ចេកទេសសម្ងាត់ Celestial ទៀតផងអ្នកកំពុងស្ថិតក្នុងស្ថានភាពមិនល្អជីងយ៉ាវកុំមានចិត្តឆ្មើងឆ្មៃថ្ងៃនេះអ្នកគឺជាខ្ញុំមិនអនុញ្ញាតឲ្យអ្នកដើរកាត់ដោយអត់ប្រយោជន៍តែកុំភ្លេចការទទួលខុសត្រូវរបស់អ្នកក្នុងនាមជាកូនស្រីដ៏វិសុទ្ធរបស់ជីវយូគូ KFN ខ្ញុំពិតជានឹងសម្លាប់អ្នកដោយដៃខ្ញុំផ្ទាល់ក្នុងរយៈពេល3ឆ្នាំទៀតអូទេ1ឆ្នាំខ្ញុំនឹងសម្លាប់អ្នកផ្ទាល់ក្នុងរយៈពេល1ឆ្នាំទៀតចូលយើងនិយាយអំពីវានៅពេលអ្នកទៅដល់អាណាចក្រសមុទ្រទេវភាពគួរឲ្យអស់សំណើចគ្រាន់តែអ្នករងចាំសិស្សខ្ញុំជឿលើអ្នកដោយសារអ្នកនឹងឃើញយកបានភ្ជាប់ពាក្យរួចហើយបន្ទាប់មកព្យាបាលពួកគេឲ្យបានថ្ងៃណាមួយម្ចាស់ខ្ញុំពិតជាបាត់បង់ទៅមែនគ្រូសាឈិនអាចការពារអ្នកបានតើអ្នកយល់ទេវាមានមរតកនេះមិនមានការរឹតបន្តឹងអំណាចទេប៉ុន្តែខ្ញុំសូមណែនាំអ្នកដែលមានឈាមត្រកូលកម្រិត6ឬខ្ពស់ជាងនេះអ្នកលេងក្បាច់គុណនៅកម្រិតទី7ឬខ្ពស់ជាងនេះនៃ Cloud Harmony ប្រសិនបើវាមិនបំពេញតាមស្តង់ដារខ្ញុំស្នើឲ្យចូលកូនជាងតើអ្នកនឹងធ្វើអ្វីលោកគ្រូនិងសិស្សចង់សាកល្បងទេទោះបីជាអ្នកបានយកឈ្នះ Cassandra ក៏ដោយតែអ្នកនៅតែមានកម្លាំងនៃអាណាចក្រមានលើពីនេះទៅទៀតវាជាខ្សែឈាមខ្ជះខ្ជាយនៅក្នុងអាណាចក្រសម្ងាត់គ្រោះថ្នាក់មិនស្គាល់ប្រសិនបើមានហេតុការណ៍ដែលមិននឹកស្មានដល់កើតឡើងខ្ញុំជាគ្រូបង្រៀនខ្ញុំប្រហែលជាមិនអាចការពារអ្នកបានឡើយហើយប្រព្រឹត្តខ្លួនឲ្យសមរម្យចុះបើពួកគេពិតជាបានរកឃើញពូជឈាមដែលគ្មានប្រយោជន៍ដូចខ្ញុំមិនអីទេបន្ទាប់មកអ្នកនឹងដើរតាមគ្រូរបស់អ្នកកុំប្រព្រឹត្តដោយប្រញាប់ប្រញាល់មិនអីទេតើវាអាចទៅរួចទេដែលនាគរួញនេះនាំមកនៅឱកាសមួយចំនួនបេតើអ្នកជឿខ្ញុំទេទីបំផុតខ្ញុំបានរងចាំអ្នកហើយខ្សែឈាមកាក់សំណល់បេមានអ្វីខុសជាមួយអ្នកបេមានអ្វីខុសជាមួយអ្នកបេកុំបារម្ភអីនៅពេលដែលអ្នកបានទទួលពូជពងរបស់ព្រះម្ចាស់របស់អ្នកនឹងវិលត្រឡប់មករកភាពធម្មតាវិញដោយធម្មជាតិតើអ្នកជានរណាមនុស្សម្នាក់នេះគឺឡងអូមកពីត្រកូលនាគទេវភាពត្រកូលនាគធ្លាប់ប្រឈមមុខនឹងការបំផ្លិចបំផ្លាញរងរបួសយ៉ាងធ្ងន់ធ្ងរគាត់បានរត់គេចខ្លួនមកទីនេះជាមួយកូនតែខ្ញុំមិនដែលរំពឹងរឿងនេះទេទោះបីជាគាត់មានឈាមនាគដ៏ទេវភាពក៏ដោយវាបាន1000ឆ្នាំហើយឥឡូវនេះហើយវានៅតែមិនទាន់ញាស់នៅឡើយទេវាជាសម្រាមមួយដុំនាគខ្ជះខ្ជាយអ្នកជាឈាមខ្ជះខ្ជាយខ្ញុំអាចផ្ដល់ឲ្យអ្នកនៅពូជពងស្នាកដ៏ទេវភាពរបស់ខ្ញុំអ្នកកែលម្អវាយឺតនាពេលអនាគតគាត់នឹងអាចសម្រេចបាននៅពូជឈាមនាគទេវភាពការជឿនលឿនទៅកាន់ខ្សែឈាមដ៏ទេវភាពដែលមិនអាចប្រៀបផ្ទឹមបានខ្ញុំគ្រាន់តែសូមឲ្យអ្នកថែរក្សា Warner នៅពេលអនាគតដើម្បីភ្ញាក់និងថែទាំគាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីបន្តពូជពងស្នាករបស់ខ្ញុំឃើញឡងអាវជាន់ខ្ពស់ខ្ញុំអាចសន្យាថានឹងមើលថែកូនប្រុសរបស់អ្នកប៉ុន្តែខ្ញុំមិនត្រូវការឈាមនាគរបស់អ្នកទេប្រសិនបើអ្នកទូចចង់ផ្ដល់ឲ្យខ្ញុំទុកវាសម្រាប់ម្ចាស់ខ្ញុំពួកគេនិយាយថាខ្ញុំបានរងចាំដោយឥតប្រយោជន៍សម្រាប់ពូជពងដែលគ្មានតម្លៃនេះ